ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីការប្រមូលទិន្នន័យរបស់នាយកដ្ឋានធនធានមនុស្សសម្រាប់មធ្យមសិក្សាអញ្ចឹងដំបូងលោកគ្រូអ្នកគ្រូសូមចូលទៅក្រុម Telegram ដែលខាងស្រុកតម្លាក់ link មកឲ្យលោកគ្រូអ្នកគ្រូអញ្ចឹងឧទាហរណ៍ថានៅក្នុងរាជធានីភ្នំពេញខណ្ឌចំការមនសម្រាប់មធ្យមសិក្សាអញ្ចឹងលោកគ្រូអ្នកគ្រូចុចទៅលើ link ហ្នឹងទៅបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងបែបនេះបន្ទាប់ពីលោកគ្រូអ្នកគ្រូឃើញផ្ទាំងបែបនេះរួចអ្វីដែលលោកគ្រូអ្នកគ្រូត្រូវធ្វើអញ្ចឹងសូមលោកគ្រូអ្នកគ្រូចុចនៅតំណ link មួយនេះនៅកន្លែងបន្ទាត់អក្សរពណ៌ក្រហមនេះអញ្ចឹងសូមលោកគ្រូអ្នកគ្រូចុចបើកវាមកអញ្ចឹងសូមលោកគ្រូអ្នកគ្រូ make copy វាទៅបន្ទាប់មកវារៀងយឺតបន្តិចដោយសារតែយើងត្រូវការទាញទិន្នន័យចាស់ៗដែលវាមានស្រាប់នៅក្នុងfile ហ្នឹងសូមឲ្យលោកគ្រូមានអ៊ីនធឺណិតដែលមានល្បឿនរៀងលឿនបន្តិចមកអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូបើកវារួចមក make copy រួចវានឹងបង្ហាញផ្ទាំងបែបនេះអញ្ចឹងអ្វីដែលលោកគ្រូអ្នកគ្រូត្រូវធ្វើអញ្ចឹងសូម select នៅអាសយដ្ឋានរបស់គ្រឹះស្ថានសិក្សារបស់លោកគ្រូអ្នកគ្រូអញ្ចឹងខ្ញុំឧទាហរណ៍ថានេះគឺនៅរាជធានីភ្នំពេញនៅក្នុងខណ្ឌចំការមនហើយនៅក្នុងសង្កាត់ទូទំពូង1ហើយស្ថិតនៅភូមិ3បន្ទាប់មកលោកគ្រូអ្នកគ្រូឬគ្រឹះស្ថានរបស់លោកគ្រូអ្នកគ្រូអញ្ចឹងកន្លែងនេះបើសិនជាលោកគ្រូអ្នកគ្រូរើសភូមិខុសក៏វាអត់លោតគ្រឹះស្ថានរបស់លោកគ្រូអ្នកគ្រូដែរអញ្ចឹងកន្លែងនេះនៅក្នុងភូមិ3មានវិទ្យាល័យមួយគឺដាក់តួទំពូងអញ្ចឹងឧទាហរណ៍ខ្ញុំ select យកមកអញ្ចឹងក្រោយពី select យកវិទ្យាល័យរួចទិន្នន័យរបស់វិទ្យាល័យតួទំពូងវានឹងបង្ហាញជូនលោកគ្រូអ្នកគ្រូអញ្ចឹងគឺទិន្នន័យនេះគឺជាទិន្នន័យចាស់ដែលមាននៅក្នុងប្រព័ន្ធ HMS កន្លងមកបន្ទាប់មកលោកគ្រូអ្នកគ្រូត្រូវបំពេញលេខកូដសាលាលេខកូដអង្គភាពអញ្ចឹងលេខកូដសាលាដែលលោកគ្រូអ្នកគ្រូមានស្រាប់បន្ទាប់មកលោកគ្រូអ្នកគ្រូជ្រើសរើសប្រភេទសាលារបស់លោកគ្រូតើសាលាសប្តាហ៍ថ្ងៃលោកគ្រូបរៀនពីកម្រិតណាដល់កម្រិតណាពីកម្រិត7ដល់12ឬក៏ទី10ដល់12អញ្ចឹងសូមលោកគ្រូអ្នកគ្រូ select យកមកបន្ទាប់ពីលោកគ្រូអ្នកគ្រូបំពេញនៅគ្រឹះស្ថានខាងលើនេះរួចអញ្ចឹងអ្វីដែលលោកគ្រូអ្នកគ្រូត្រូវធ្វើបន្តលោកគ្រូអ្នកគ្រូសូមមើលនៅលើបន្ទាត់ពណ៌ក្រហមមួយនេះអក្សរពណ៌ក្រហមមួយនេះអញ្ចឹងគេថាបន្ទាប់ពីជ្រើសរើសគ្រឹះស្ថានសិក្សារួចរាល់ហើយសូមធ្វើការ copy ទិន្នន័យដែលបង្ហាញចេញអញ្ចឹងអ្វីដែលគេឲ្យយើងធ្វើគឺ copy ទិន្នន័យនេះអញ្ចឹងមូលហេតុអីបានយើងត្រូវ copy ទិន្នន័យហ្នឹងដោយសារទិន្នន័យនេះគឺជាទិន្នន័យចាស់ហើយវាជាប់រូបមន្តដែលខ្ញុំទាញតែរូបមន្តទាញចេញមកពី file ផ្សេងអញ្ចឹងកាលណាយើងអត់បាន copy ផាសវាវិញទេវានឹង error file ហ្នឹងទាំងមូលតែម្ដងអញ្ចឹងអ្វីដែលគេឲ្យយើង copy ពី B7 ទៅដល់ N460 អញ្ចឹងកន្លែងនេះខ្ញុំសូម select កន្លែង B7 សិនអញ្ចឹងកន្លែងនេះលេខ B និងលេខ7ទៅមកលោកគ្រូអ្នកគ្រូអូសមកដល់អក្សរ N បន្ទាប់ពីអូសមកដល់អក្សរ N រួចលោកគ្រូអ្នកគ្រូអូសចុះក្រោមអញ្ចឹងគេដាក់ដល់460តែកន្លែងនេះលោកគ្រូអ្នកគ្រូ select ឲ្យអស់ទិន្នន័យចាស់របស់លោកគ្រូអ្នកគ្រូទៅឧទាហរណ៍ថាវាអស់ប៉ុណ្្នឹងហើយអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែ right click copy វាឬក៏ shortcut key ក៏បានដែរអញ្ចឹងបន្ទាប់ពីលោកគ្រូ copy រួចរាល់លោកគ្រូអ្នកគ្រូគ្រាន់តែមកឈរនៅលើ cell នៅបន្ទាប់ពីលេខរៀងទី1ហ្នឹងហើយលោកគ្រូ right click យកពាក្យថា pass special value only អញ្ចឹងពេលដែលយើង pass រួចទិន្នន័យនេះគឺជាទិន្នន័យដែលអត់មានជាប់រូបមន្តទេអញ្ចឹងលោកគ្រូអ្នកគ្រូអាចកែសម្រួលទិន្នន័យនេះបានអញ្ចឹងឧទាហរណ៍ថានៅក្នុងលេខរៀងទី1នេះលោកទេពវុធីអញ្ចឹងតើលោកទេពវុធីអត្តលេខប្រកបត្រឹមត្រូវហើយឬនៅថ្ងៃខែឆ្នាំកំណើតគាត់ហើយឬនៅភេទហើយឬនៅក្របខ័ណ្ឌគាត់ត្រឹមត្រូវអត់តរន្តរស័ក្តិគាត់ត្រឹមត្រូវអត់តែបើករណីគាត់អត់ត្រូវឧទាហរណ៍អញ្ចឹងតាមពិតគាត់ឡើងក3 1ហើយប៉ុន្តែដោយសារតែទិន្នន័យចាស់វាដាក់ក
3 4 អញ្ចឹងសូមលោកគ្រូផ្លាស់ប្ដូរវាមកក3 1អញ្ចឹងទៅតមកគាត់មុខតំណែងគាត់ជាគ្រូបង្រៀនអញ្ចឹងលោកគ្រូសូមយកជាគ្រូបង្រៀនមកស្ថានភាពឯកទេសតាមសញ្ញាបត្រដែលគាត់បណ្ដុះបណ្ដាលអញ្ចឹងគាត់ជាគ្រូឧត្តមគាត់បណ្ដុះបណ្ដាលហ្នឹងឯកទេសទី1គាត់មានអីគេឧទាហរណ៍គាត់ជាគ្រូគណិតឯកទេសទី2គាត់បើមានសូមលោកគ្រូដាក់មកបើអត់មានមិនបាច់ដាក់ទេអញ្ចឹងឧទាហរណ៍ឯកទេសទី2គាត់ឧទាហរណ៍រូបវិទ្យាចាស់ខ្ញុំឧទាហរណ៍អញ្ចឹងលោកគ្រូស្រឡាញ់យកវាអញ្ចឹងគាត់បណ្ដុះបណ្ដាលកម្រិតអីគេអញ្ចឹងគ្រូឧត្តមវាមានបញ្ញត្តិមុខ1និងបញ្ញត្តិមុខ2អញ្ចឹងបើគាត់បណ្ដុះបណ្ដាលតាមបញ្ញត្តិមុខ1លោកគ្រូឈុំជ្រើសរើសមកបន្ទាប់មកលោកគ្រូមើលកន្លែងសញ្ញាបត្រតើសញ្ញាបត្រគាត់ចុងក្រោយមានថាគាត់រៀនបញ្ញត្តិសញ្ញាបត្រចុងក្រោយហ្នឹងដល់អីគេដល់អនុបណ្ឌិតស្អីមកអនុបណ្ឌិតហើយរៀនផ្នែកអីគេឯកទេសអីគេភារកិច្ចបន្ថែមតើគាត់មានបន្ទុកថ្នាក់អត់មានបន្ទុកថ្នាក់អត់ប្រធានក្រុមបច្ចេកទេសអត់ប្រធានក្រុមបច្ចេកទេសបូកនឹងបន្ទុកថ្នាក់អត់ឬគាត់ជាគ្រូបង្រៀនអញ្ចឹងបើគាត់ជាគ្រូបង្រៀនសូមលោកគ្រូសម្លេចយកគ្រូបង្រៀនមកអំណាចចែកភារកិច្ចគាត់ជាគ្រូបង្រៀនអញ្ចឹងគាត់មិនមែនជាបុគ្គលិកទីចាត់ការគ្រូបង្រៀនថ្នាក់ទីគាត់បរៀនទីមែនអញ្ចឹងខ្ញុំឧទាហរណ៍ថាគ្រូបង្រៀនថ្នាក់ទី7ដល់ទី9និងទី10ដល់12ប៉ុន្តែជាក់ស្ដែងកន្លែងនេះគាត់អាចបរៀនទី7ផងគាត់អាចបរៀនទី11ផងអញ្ចឹងសួរថាលោកគ្រូរើសមួយណែអញ្ចឹងលោកគ្រូអ្នកគ្រូគាត់ជាគ្រូកម្រិតឧត្តមអញ្ចឹងបើគាត់ជាគ្រូឧត្តមអញ្ចឹងអ្វីដែលគាត់ត្រូវបរៀនគឺទី10ដល់12អញ្ចឹងបើគាត់មានបង្រៀនដល់ទី10 11ដែរអញ្ចឹងសូមលោកគ្រូអ្នកគ្រូយកពីទី10ដល់12មកប៉ុន្តែបើកន្លែងនេះគាត់ជាគ្រូឧត្តមមែនប៉ុន្តែគាត់បរៀនតែថ្នាក់ទី7 8 9ទេគាត់អត់ដែលបរៀនថ្នាក់ទី10 11 12ទេអញ្ចឹងសូមលោកគ្រូអ្នកគ្រូយកថ្នាក់ទី7ដល់ទី9អញ្ចឹងសម្រាប់កន្លែងកម្រិតថ្នាក់នេះមុនលោកគ្រូអ្នកគ្រូបំពេញសូមលោកគ្រូអ្នកគ្រូមកមើលកន្លែងភារកិច្ចបន្ថែមតើកន្លែងភារកិច្ចបន្ថែមកន្លែងនេះគាត់ជាគ្រូបន្ទុកថ្នាក់ឬក៏គាត់ជាប្រធានក្រុមបច្ចេកទេសឬក៏គាត់ជាប្រធានក្រុមបច្ចេកទេសបូកជាមួយនឹងបន្ទុកថ្នាក់ឬក៏គាត់ជាគ្រូបង្រៀនអញ្ចឹងនៅកន្លែងនេះបើសិនជាគាត់ជាបន្ទុកថ្នាក់និងប្រធានក្រុមបច្ចេកទេសបូកនឹងបន្ទុកថ្នាក់ទើបគាត់អាចមានសិទ្ធិដាក់ថ្នាក់បានប៉ុន្តែបើគាត់ជាគ្រូបង្រៀននិងជាប្រធានក្រុមបច្ចេកទេសអញ្ចឹងកន្លែងថ្នាក់នេះអត់ដាក់គាត់ទេខ្ញុំឧទាហរណ៍ថាឥឡូវភារកិច្ចបន្ថែមហ្នឹងគាត់មិនមែនជាគ្រូបង្រៀនទេតែគាត់ជាបន្ទុកថ្នាក់អញ្ចឹងបើគាត់ជាបន្ទុកថ្នាក់កន្លែងនេះបានដាក់មកតើថ្នាក់ទីប្រមាណឧទាហរណ៍គាត់ជាបន្ទុកថ្នាក់ទី9តើចំនួនសិស្សថ្នាក់ទី9ហ្នឹងមានចំនួនប្រមាណអ្នកឧទាហរណ៍35នាក់ស្រី18នាក់តើភាសាគាត់រៀនជាភាសាអីសម្រាប់ថ្នាក់ទី9ហ្នឹងឧទាហរណ៍គាត់រៀនភាសាបារាំងចង់រើសបារាំងមកបើគាត់រៀនអង់គ្លេសយកអង់គ្លេសមកអញ្ចឹងគាត់អាចបន្ទុកថ្នាក់2អញ្ចឹងបើសិនជាគាត់អាចបន្ទុកថ្នាក់2សូមបញ្ចូលបន្ទុកថ្នាក់ទាំងពីរមកប៉ុន្តែបើគាត់ជាគ្រូបង្រៀនអត់បញ្ចូលទេកន្លែងហ្នឹងមុខវិជ្ជានឹងម៉ោងក្នុងមួយសប្តាហ៍តើគាត់បង្រៀនមុខវិជ្ជាអីអញ្ចឹងមិញគាត់ឯកទេសគាត់គណិតអញ្ចឹងគាត់បរៀនគណិតអញ្ចឹងគាត់បរៀនគណិតប្រហែលម៉ោងឧទាហរណ៍3ម៉ោងក្នុងមួយសប្តាហ៍ឧទាហរណ៍គាត់បរៀន3ម៉ោងឯកទេសទី2ផងគាត់ឧទាហរណ៍គាត់បរៀនរូបវិទ្យាអញ្ចឹងគាត់បរៀន10ម៉ោងឧទាហរណ៍អញ្ចឹងបើគាត់មានមុខវិជ្ជាទី3ទី4ទៀតសូមលោកគ្រូសម្លេចយកអស់មកបន្តមកកន្លែងចំនួនកម្រិតថ្នាក់មុខវិជ្ជាអញ្ចឹងឧទាហរណ៍គាត់បរៀន2មុខវិជ្ជាគណិតនិងរូបអញ្ចឹងគណិតមុខវិជ្ជាទី1ហ្នឹងគាត់បរៀនប្រមាណកម្រិតថ្នាក់ឧទាហរណ៍គណិតវិទ្យាហ្នឹងគាត់បរៀនពីកម្រិតថ្នាក់ទី7ផងទី8ផងអញ្ចឹងសូមលោកគ្រូយកពីកម្រិតថ្នាក់មុខវិជ្ជាទី2រូបវិទ្យាអញ្ចឹងគាត់បរៀនប្រមាណកម្រិតថ្នាក់ឧទាហរណ៍គាត់បរៀន3កម្រិតថ្នាក់ឧទាហរណ៍7 8 9អញ្ចឹងយក7 8 9អញ្ចឹង3កម្រិតថ្នាក់អញ្ចឹងមានមុខវិជ្ជាទី3លោកគ្រូដាក់បន្ថែមមកអញ្ចឹងកន្លែងនេះគឺជាកន្លែងវាអូតូវាប្រាប់ថាចំនួនម៉ោងលោកគ្រូបរៀនសរុបប្រមាណម៉ោងចំនួនម៉ោងកំណត់មានចំនួនប្រមាណម៉ោងអញ្ចឹងលោកគ្រូនៅខ្វះប្រមាណម៉ោង
ចំណែកចំនួនម៉ោងបន្ថែមគឺជាម៉ោងដែលលោកគ្រូអ្នកគ្រូទទួលបានពីស្រុកឬក៏មន្ទីរខ្ញុំឧទាហរណ៍ថាលោកគ្រូមករៀនលើសម៉ោង8ម៉ោងឥឡូវហ្នឹងប៉ុន្តែមន្ទីរគេឲ្យតែ5ម៉ោងទេអញ្ចឹងលោកគ្រូទទួលបានប្រាក់ម៉ោងបន្ថែមតែ5ម៉ោងទេអញ្ចឹង3ម៉ោងទៀតគឺជាម៉ោងដែលលោកគ្រូបង្រៀនមិនគិតកម្រៃពីមន្ទីរតមកកន្លែងបង្រៀនថ្នាក់ទីអញ្ចឹងកន្លែងបង្រៀនថ្នាក់ទីនេះសូមលោកគ្រូសិលយកមកគាត់មានបង្រៀនទី7 8 9អញ្ចឹងណាហើយបើគាត់ថាទី7គាត់អត់បរៀនទេអញ្ចឹងដោះទី7វិញសូមលោកគ្រូគ្រាន់คลิกលើវាទៅវាដោះទី7វិញអញ្ចឹងអានេះគឺជាការបញ្ចូលទិន្នន័យសម្រាប់មធ្យមសិក្សាអញ្ចឹងអ្នកគ្រូមើលតាំងពីលើរហូតដល់ក្រោមតើទិន្នន័យរបស់គាត់ហ្នឹងពិតជាត្រឹមត្រូវហើយឬនៅអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូបំពេញទិន្នន័យនេះរួចឬក៏លោកគ្រូអ្នកគ្រូបំពេញអត់ដល់រួចទេប៉ុន្តែលោកគ្រូអ្នកគ្រូត្រូវបិទទិន្នន័យណាមានន័យថាអ្នកគ្រូត្រូវបិទចោលឬក៏អ្នកគ្រូមានកិច្ចការអីទៅមិនទាន់មួយត្រូវបិទកុំព្យូទ័រអញ្ចឹងសូមលោកគ្រូអ្នកគ្រូ share វាសិនអញ្ចឹងសូមអ្នកគ្រូចូលទៅកន្លែង share បន្ទាប់មកយកពាក្យ retreat នេះយកពាក្យថា anyone with link បន្ទាប់មកកន្លែងនេះសូមលោកគ្រូយកជា viewer ណាជា viewer អញ្ចឹង copy link នឹងមកអូខេអញ្ចឹងបន្ទាប់ពីបាន link ហើយលោកគ្រូយកទៅដាក់នៅណាអញ្ចឹងបន្ទាប់ពីបាន link នឹងហើយសូមលោកគ្រូយកទៅដាក់នៅក្នុងនេះតំណ link ដែលលោកគ្រូចុចទៅលើពីដំបូងហ្នឹងអញ្ចឹងឧទាហរណ៍ថាមិញវិទ្យាល័យទូទំពូងអញ្ចឹងលោកគ្រូសុំយក link ហ្នឹងយកមកផាសនៅកន្លែងតំណ link នេះអញ្ចឹងដល់ click ផាសធម្មតាមកអញ្ចឹងនេះជាតំណ link ផលលោកគ្រូអញ្ចឹងវានឹង load ចេញវិទ្យាល័យឈ្មោះវិទ្យាល័យដូចគ្នាត្រឹមត្រូវហើយបន្ទាប់មកលោកគ្រូសូមជួយបំពេញឈ្មោះនិងលេខទូរស័ព្ទដែលលោកគ្រូថាជាអ្នកបញ្ចូលបន្ទាប់មកចំនួនបុគ្គលិកដែលបានបញ្ចូលនេះឧទាហរណ៍ចំនួនបុគ្គលិកជាក់ស្ដែង200ដែលលោកគ្រូបានបញ្ចូលស្រី95អញ្ចឹងគ្រូឧត្តមមានចំនួនប្រមាណនេះគ្រូកម្រិតមូលដ្ឋានមានចំនួនប្រមាណនេះគ្រូឧត្តមគ្រូបឋមមានចំនួនប្រមាណនេះគ្រូមត្តេយ្យមានចំនួនអញ្ចឹងសរុបមកតើចំនួននេះស្មើនឹងចំនួនសរុបដែលបានបញ្ចូលអត់បើសិនជាចំនួននឹងវាស្មើគ្នាអញ្ចឹងមានន័យថាទិន្នន័យរបស់លោកគ្រូត្រឹមត្រូវហើយអញ្ចឹងបើករណីលោកគ្រូរវល់លោកគ្រូបិទឧទាហរណ៍ទិន្នន័យនេះលោកគ្រូបានបិទបន្ទាប់មកលោកគ្រូចង់ហាងទៅរកទិន្នន័យនឹងវិញអញ្ចឹងលោកគ្រូគាត់ចូលមកលើតំណ link ដែលលោកគ្រូគាត់ផាសមិញហ្នឹងអញ្ចឹងបន្ទាប់មកលោកគ្រូអាចកែសម្រួលទិន្នន័យនឹងឡើងវិញបានទាំងអស់អញ្ចឹងសម្រាប់ការបញ្ចូលទិន្នន័យរបស់មធ្យមមានប៉ុណ្ណឹងបាទសូមអរគុណ